ជួយជួយរំលែកទៀតបងនៅក្នុងបេដកលេខ16កន្លែងមេរតនាព្រះអង្គហ្នឹងមានសម្ដែងពីហេតុដែលនាំឲ្យមានការញាប់ញ័រផែនដីហ្នឹងហើយដោយកត្តាធម្មជាតិអានឹងពាក់ព័ន្ធនឹងកត្តាធម្មជាតិដូចអល់ថ្ងៃហ្នឹងអញ្ចឹងហ្នឹងទី1ហើយរួមពីនឹងទៀតពាក់ព័ន្ធនឹងការចុះមកនឹងបដិសន្ធិរបស់ពោធិសត្វពេលត្រាស់ដឹងហ្នឹងហើយត្រាស់ដឹងបរិណិព្វានដាក់បជនអវយយុហើយប៉ុន្តែទាំងអស់ទាំង8ហ្នឹងពេលពួកអ្នកមានរិទ្ធមានអីនោះប៉ុន្តែដែលធ្វើឲ្យគ្រោះថ្នាក់ហ្នឹងមានតែមួយខាងដើមទេខាងដើមគឺកត្តាធម្មជាតិដែលបានមកដោយសារមានបុណ្យគាត់ថាញាប់ញ័រសំដែងថាដូចផែនដីនឹងទ្រាំនឹងគុណធម៌នឹងអត់បានអីចឹងអាហ្នឹងមិននាំឲ្យមានការគ្រោះថ្នាក់ទេហ្នឹងហើយបើសិនជាអ្នកមានគុណធម៌នឹងកើតឡើងញ័រទៅបាក់ផ្ទះបាក់អីចឹងអាហ្នឹងអ្នកមានបុណ្យហ្នឹងទៅជាចង្រៃវិញអានោះហ្នឹងហើយចឹងតែកត្តាខាងដើមមួយទេណាទាំង8ហ្នឹងហ្នឹងហើយចឹងបើតាមព្រះអង្គសម្ដែងហ្នឹងវាមានតាំងពីយូរហើយរឿងបំរែបំរួលនៃផែនដីហ្នឹងហើយគ្រាន់តែថាយើងបច្ចុប្បន្ននេះវាកាន់តែហានិភ័យច្រើនជាងមុនដោយសារយើងកំតិចផែនដីអស់ច្រើនជាងកាយយើងប្រើខាងលើអត់ដឹងទេយើងបូមយកពីក្នុងផែនដីច្រើនធម្មតាដូចក្រូចចឹងបើយើងបើយកទឹកចេញអស់ហើយវាផុងហ្នឹងហើយនៅពេលដែលទឹកវានៅពេញទោះបីយើងច្បាច់មិនក៏ដោយក៏នៅតែមូលដែរណាក៏នៅតែតឹងដែរតែបើយើងបើយកទឹកច្រើនហើយសម្បាច់ទៅស្ពេតចឹងបើយើងប្រើសាំងប្រើអីរាល់ថ្ងៃនេះมันបូមចេញពីផែនដីហ្នឹងហើយប្រេងអីហ្នឹងបូមរាល់ថ្ងៃបូមយូរទៅប្រហោងហ្នឹងណាប្រហោងយូរទៅបាក់បាក់ជួនកាលយើងបូមហ្នឹងមិនមែនបាក់ហ្នឹងឯនោះទៅបាក់កន្លែងផ្សេងវាទៅបាក់កន្លែងណាដែលស្ដើងហ្នឹងហើយដូចរាល់ថ្ងៃប្រទេសអាមេរិកបូមរាល់ថ្ងៃចាស់គាត់ថាទៅដល់អាមេរិកតាំងពីក្មេងមកដល់រាល់ថ្ងៃបូមរហូតគេជីករាប់រយម៉ែត្រទៅក្រោមរាប់ពាន់ម៉ែត្រទៅក្រោមបូមនៅអាមេរិកនោះទូរីនៅប្រទេសផ្សេងវាបូមជ្រៅដល់ជ្រៅនៅទៅហូរពីប្រទេសផ្សេងមកមានពេលខ្លះវាបាក់ប្រទេសផ្សេងក្នុងមុនហ្នឹងហើយអញ្ចឹងវាសមគួរតាមហេតុដែរហ្នឹងហើយដំបូងមនុស្សបំផ្លាញធម្មជាតិក្រោយមកធម្មជាតិវាមានបានផ្លាញវាធំបានវាបាក់បើគេនិយាយថាដំបូងមនុស្សបំផ្លាញធម្មជាតិក្រោយមកធម្មជាតិបំផ្លាញមនុស្សប៉ុន្តែពិតធម្មជាតិគ្មានព្យាបាទអីចឹងទេយើងបំផ្លាញវាអស់ទៅវាទ្រាំទ្រខ្លួនវាអត់បានក៏វាបាក់វាស្រុតចឹងទៅណាមិនមែនផែនដីខឹងទេហ្នឹងហើយដូចនៅក្នុងធម្មជាតិវាមានតុល្យភាពល្អដូចភ្លៀងដូចអីហ្នឹងក៏ដោយសារតែមានព្រៃឈើហ្នឹងហើយអស់ព្រៃឈើទៅភ្លៀងក៏លែងសម្បូរដែរហើយតែយើងផ្លាញព្រៃឈើអស់ទៅហើយនៅពេលដែលភ្លៀងធ្លាក់មកហ្នឹងព្រៃឈើក៏ទប់នៅលំហូររបស់ទឹកហ្នឹងមិនឲ្យទៅជាចំនួនដែរឧទាហរណ៍ថាយើងចាក់ទឹកលើអាកន្លែងរលីងវូទៅចឹងទៅអស់លើតែបើយើងចាក់តាមឫសឈើគឺវាតេហ្នឹងនៅពេលដែលមានព្រៃឈើច្រើនអត់មានងាយទឹកចំនួនទេហើយដល់អស់ព្រៃឈើហើយចំនួននឹងកើតពូភ្លៀងនៅលើវូចឹងណាហូរមកភ្លាមជន់នៅក្រោមនេះតែបើព្រៃឈើច្រើនមិនងាយជន់ទេហ្នឹងតែយ៉ាងណាក៏វាតាមអញ្ចឹងមកពិភពលោកហ្នឹងវាអញ្ចឹងទាំងអស់ហើយហ្នឹងហើយបើយើងប្រើវាហើយនៅពេលវាឲ្យទោសមកវិញក៏ព្រមតាមអញ្ចឹងតាហ្នឹងប៉ុណ្ណឹង